ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីនៅពេលនេះសូមជូនព័ត៌មានខ្លីមួយគឺថាថ្ងៃនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទខ្សែមួយថាប្រទេសចិនស្នើសុំជំរុញឲ្យប្រទេសថៃនិងប្រទេសកម្ពុជាបញ្ចប់ពីការឈប់បាញ់គ្នាយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានដឹងថាចិនសង្ឃឹមថាកម្ពុជានិងថៃបញ្ឈប់ការប្រយុទ្ធគ្នានិងរក្សាបទឈប់បាញ់ឲ្យកាន់តែឆាប់លោកគូជុនជាងគុណអ្នកនាំពាក្យក្រសួងការបរទេសចិនបានដឹងថាប្រទេសចិនសង្ឃឹមថាកម្ពុជានិងថៃនឹងអនុវត្តការអត់ធ្មត់អតិបរមាចាត់វិធានការទាំងអស់ដែលជួយឲ្យបញ្ឈប់ការប្រយុទ្ធគ្នានិងបន្តឲ្យស្ថានភាពឲ្យបានឆាប់បំផុតចិននឹងបន្តស្របតាមឆន្ទៈរបស់ភាគីទាំងពីរខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនានីតិវិធីរបស់ខ្លួនដើម្បីនាំមកនូវបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរសូមបញ្ជាក់ថាការពីម្សិលមិញប្រទេសថៃបានបើកយុទ្ធនាការបាញ់បំផ្លាញស្ពានជាច្រើនក៏ដូចជាផ្លូវនៅក្នុងប្រទេសកម្ពុជាដែលជាការឈ្លានពានទាំងកំរោលហើយផ្លូវហេដ្ឋារចនាសម្ព័ន្ធនោះគឺជាការចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនគឺស្ថិតនៅលើគម្រោងផ្លូវ BRI ផ្លូវនិងខ្សែក្រវ៉ាត់ដែលអ្នកវិភាគបាននិយាយថាចិនមិនអនុញ្ញាតជាដាច់ខាតឲ្យប្រទេសថៃធ្វើការបំផ្លិចបំផ្លាញនៅផ្លូវយុទ្ធសាស្ត្ររបស់ចិននៅក្នុងប្រទេសកម្ពុជាដែលច្រកសេដ្ឋកិច្ចមួយដ៏សំខាន់រវាងកម្ពុជាចិនខ្ញុំសយសុភាពសូមអរគុណ